នេះជាវិធីសាស្ត្រជួយសន្សំសំចៃលុយអ៊ីនធឺណិតនៅក្នុងទូរស័ព្ទដៃគ្រប់ប្រព័ន្ធឆ្ងល់មែនតើទូរស័ព្ទរបស់គេបញ្ចូលមួយរៀលដែរតែគេប្រើលុយអ៊ីនធឺណិតបានដល់7ថ្ងៃពេញតែទូរស័ព្ទរបស់យើងវិញបញ្ចូលមួយរៀលដែរតែប្រើលុយអ៊ីនធឺណិតបានតែ3ថ្ងៃឯអស់ហើយជួនណាអត់ដល់3ថ្ងៃទៀតមូលហេតុដូចគឺដោយសារតែយើងអត់បានបិទមុខងារមួយចំនួនពិសេសគឺមុខងារអូតូដោនឡូតដែលធ្វើឲ្យទូរស័ព្ទយើងដោនឡូតមកគ្រប់កម្មវិធីហ្មងខ្លួនឯងពេលខ្លះគឺខុសគោលដៅហើយខ្ជះខ្ជាយយើងអត់បានចង់ដោនឡូតហ្នឹងគឺដោនឡូតខ្លួនឯងហ្មងអញ្ចឹងអានេះជាការចំណាយអ៊ីនធឺណិតចោលអត់មានប្រយោជន៍អីសោះអញ្ចឹងឥឡូវនេះខ្ញុំនឹងមានការណែនាំបងប្អូននៅការបិទមុខងារទាំងអស់ហ្នឹងដែលជួយឲ្យសន្សំសំចៃលុយអ៊ីនធឺណិតក្នុងទូរស័ព្ទយើងអាចប្រើបានដល់7ថ្ងៃដូចគេអញ្ចឹងណាទាំង iPhone និង Android តោះទៅតាមដានការអនុវត្តទាំងអស់គ្នាចុចកន្លែងពាក្យ search ខាងក្រោមយើងវាយពាក្យថា App Store បន្ទាប់ពីវាយពាក្យ App Store បងប្អូនមើលលើគេនេះគេដាក់ App Store នេះចុចយកកន្លែងហ្នឹងមកដល់កន្លែងនេះអស់មកក្រោមបំផុតបងប្អូននឹងឃើញប៊ូតុងកន្លែងនេះបើកទាំងអស់គឺជាកន្លែង Auto Download បើកកន្លែងហ្នឹងបងប្អូនឃើញអញ្ចឹងគឺបិទទាំងអស់មកណាកន្លែង Auto Download នេះបើយើងបើកខៀវបានន័យថាគ្រប់កម្មវិធីគ្រប់ App នៅលើទូរស័ព្ទយើងនឹង download ខ្លួនឯងរាល់ពេល update ម្ដងធម្មតាយើងប្រើកម្មវិធីយើងអត់ប្រើម្ដងទាំងអស់ទេអញ្ចឹងកុំបើកកន្លែងហ្នឹងចាំពេលណាយើងចង់ update យើងចូលទៅ update ម្ដងមួយបានហើយអញ្ចឹងកន្លែងសំចៃអ៊ីនធឺណិតច្រើនមែនតើណាបិទទាំងអស់ហ្នឹងមកកុំឲ្យវា download ខ្លួនឯងណាអញ្ចឹងបើសិនយើងបើកកន្លែងហ្នឹងគឺ download ខ្លួនឯងរហូតអញ្ចឹងលុយ 3G លុយអ៊ីនធឺណិតយើងឆាប់អស់ហើយមួយទៀតចូលមកបិទក្នុង Facebook បងប្អូនយើង play មើលរាល់ថ្ងៃបងប្អូនឃើញទេមិនក៏អញរឹងក៏បានម្លេះប្រាក់អើយលុយច្រើនណាស់ឃើញអត់វីដេអូណាក៏ play ខ្លួនឯងដែរគ្រាន់អស់មកចំវីដេអូគឺ play ខ្លួនឯងហ្មងកន្លែងហ្នឹងគឺចោះលុយអ៊ីនធឺណិតដែរឃើញទេនេះចាំមើលតើអ្នកណាហ៊ានរៀបការជាមួយមនុស្សនេះបងប្អូនឃើញទេវីដេអូណាក៏ play ខ្លួនឯងដែរអានេះក៏ស៊ីអ៊ីនធឺណិតដែរអញ្ចឹងយើងចូលមកកាន់កន្លែងចុច3ខាងលើហ្នឹង tre ហ្នឹងហើយចុច setting មកដល់កន្លែងនេះបងប្អូនយកពាក្យ media បងប្អូនមើលអាកន្លែងនេះយើងចុចយកអាកន្លែងកណ្ដាលវិញគេដាក់ when using wifi only ចឹងបានន័យថាចាំពេលមាន wifi ចាំឲ្យវីដេអូហ្នឹង play ខ្លួនឯងអាហ្នឹងយើងសំចៃអ៊ីនធឺណិតក្នុង 3G យើង 4G យើងទូរស័ព្ទយើងឥឡូវចាំមើលខ្ញុំបិទ wifi ខ្ញុំប្រើអ៊ីនធឺណិតលុយទូរស័ព្ទសុទ្ធនេះ 3G សុទ្ធឬក៏ 5G 4G ហ្នឹងឃើញទេពេលបើក Facebook គឺឡើង play ទេតើយើងយកដៃចុចបាន play ឃើញទេវាអត់ដូចមុនណាពេលដែលយើងអត់បិទកន្លែងហ្នឹងគឺកញ្ញាអត់ play ទេឲ្យតែមានវីដេអូគឺកាំងនៅហ្នឹងហ្មងតើតែយើងចុចណាកន្លែងនេះគឺអនសំចៃអ៊ីនធឺណិតរបស់យើងបានច្រើនមែនតើអរគុណមែនតើសម្រាប់ការតាមដានទស្សនាវីដេអូនេះបើសិនជាបងប្អូនយល់ថាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមចូលរួម share ចែករំលែកវីដេអូនេះទាំងអស់គ្នាយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណជម្រាបលា